សួស្តីបងប្អូនទាំងគ្នាចាខ្ញុំចាបងប្អូនប្រកាសជាស្គាល់ហើយចាសេមអិចដែលតែងតែចែករំលែកជាមួយនឹងព័ត៌មានពលកររដូវកាលក៏ដូចជាពលករដែលគាត់ប្រឡង EPS ប្រឡងដាក់ពាក្យមកធ្វើការនៅក្នុងប្រទេសកូរ៉េព្រោះមានបងប្អូនយើងជាច្រើនដែលគាត់ចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េហើយអត់ដឹងថាគួរមកតាមវិធីណាចាដើម្បីឲ្យសុវត្ថិភាពមិនមានការចាញ់បោកទេអស់លុយដឹងតែបានមក 100% បងប្អូនដែលតាមដាន TikTok ឬក៏ page ចំណុចប្រកាសជាស្គាល់ចំណុចហើយតែបងប្អូនថ្មីអាចនៅអត់ទាន់ស្គាល់ចាអញ្ចឹងរីករាយដែលបានស្គាល់ណាបងប្អូនទាំងគ្នាចាហើយ YouTube នេះគឺខាន់ធ្វើរយៈពេលយូរហើយចូល 3-4 ឆ្នាំហើយឥឡូវនេះនឹងព្យាយាមចែករំលែកឲ្យតម្លាក់ព័ត៌មានចូលក្នុង YouTube ឲ្យបងប្អូនស្ដាប់ជ្រាបជាដំណឹងចាពីបទពិសោធន៍ពិតជីវិតពិតការដែលមកធ្វើការស្រុកគេចាទទួលបានប្រាក់ខែមិនដែរហើយការដាក់ពាក្យរដូវកាលហ្នឹងវាយ៉ាងម៉េចការប្រឡងមកធ្វើការនៅកូរ៉េហ្នឹងវាយ៉ាងម៉េចវាខុសគ្នាយ៉ាងម៉េចវាមានគុណសម្បត្តិគុណវិបត្តិអីខ្លះអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូរៀងវែងដែរដើម្បីលម្អិតឲ្យបងប្អូនទាំងគ្នាចាក់ស្ដាប់ហ្នឹងហើយបងប្អូនឃើញចំណុចតែនៅក្នុង page ក្នុង TikTok វីដេអូខ្លីៗឥឡូវព្យាយាមរៀនធ្វើវីដេអូវែងឲ្យបងប្អូនទាំងគ្នាស្ដាប់ហើយបើនិយាយទៅចាលើសលុះត្រង់ចំណុចណាអីអាចchia sẻឲ្យចំណុចណាឥឡូវខ្ញុំនិយាយចំណុចទី1ពាក់ព័ន្ធជាមួយនឹងពលកររដូវកាលដែលបងប្អូនយើងតែងតែសួរថាចំណុចពលកររដូវកាលមកធ្វើការនៅកូរ៉េហ្នឹងទទួលបានប្រាក់ខែក្នុងមួយខែប៉ុន្មានហើយការចាយវាយកន្លែងស្នាក់នៅមកហូបចុកអីតើវាមិនដែរពេលដែលមកដល់ប្រទេសកូរ៉េហើយអូខេសួរច្រើនប៉ុន្តែខ្ញុំសូមនិយាយវីដេអូនេះនិយាយតែពីរដូវកាលកុំឲ្យបុកលីឡំគ្នាសម្រាប់ពលកររដូវកាលពេលដែលបងប្អូនឡើងមកដល់កូរ៉េភ្លាមចាគឺបងប្អូនរាល់ការស្នាក់នៅអីគឺខាងកូរ៉េគេរៀបចំឲ្យយើងទាំងអស់គេរកកន្លែងស្នាក់នៅឲ្យយើងចាយើងឡើងមកគឺយើងយកថាកៅអៅមកចាហើយនឹងលុយចាយវាយសម្រាប់ត្រៀមចាយដល់ដាច់ខែពួកបងប្អូនដឹងហើយយើងមកកូរ៉េអត់មានលុយចាយដាច់លុយអត់ដឹងទៅខ្ចីណាគេទេចាយើងអត់មានអ្នកស្គាល់នៅនឹងហើយបើថាតွာខ្លាំងហ្មងគឺយើងអាចចងការគេប៉ុន្តែការប្រាក់ថ្លៃណាបើបងបញ្ចុះនិយាយឲ្យស្អាតបន្តិចហ្នឹងហើយការចំណាយហូបចុកតកែខ្លះណាតកែខ្លះគឺអត់កាត់ថ្លៃកន្លែងស្នាក់នៅទេថ្លៃបន្ទប់គេហ្នឹងគឺអត់កាត់ទេតកែខ្លះទៀតគេកាត់ណាបងប្អូនទាំងគ្នាណាចាបើកន្លែងខ្លះកាត់20,000 30,000ប៉ុណ្ណឹងចឹងទៅកន្លែងខ្លះទៀតការហូបចុកគឺតកែគេឲ្យអង្គកន្លែងខ្លះទៀតបានបាយហូបដែរគេឲ្យមកហូបកន្លែងខ្លះក៏អត់ទទួលបានអ្វីអស់ទាំងនឹងដែរអញ្ចឹងបងប្អូនចង់អ្វីដែលបងប្អូនចង់ដឹងច្បាស់ពេលដែលសម្ភារជាប់ហើយចាក្រសួងណាត់ឲ្យរៀបចំឯកសារពិនិត្យសុខភាពឬក៏ធ្វើឯកសារអីផ្សេងចុះកិច្ចសន្យាការងារអីគឺត្រូវអានមើលចាជាមួយនឹងកិច្ចសន្យាការងារហ្នឹងបើសិនជាមានណាបងប្អូនមើលលម្អិតទៅតកែនឹងចេញអីខ្លះកាត់លើអីខ្លះប្រាក់ខែមិនអីមិនមើលឲ្យខ្ទេចណាចាហ្នឹងហើយអូខេហើយមួយទៀតប្រាក់ខែបងប្អូនទាំងគ្នាណាជាទូទៅគឺប្រាក់ខែគោលក្រសួងគេកំណត់មិនថាវគ្គរដូវកាលវគ្គប្រឡងមកទេគឺគិតតាមប្រាក់ខែក្រសួងដូចគ្នាចាប្រាក់ខែក្រសួងវា2លានតិចតួចបើគិតជាដុល្លារវាខ្ទង់បើតាមហាងឆេងឥឡូវលុយកូរ៉េវារៀងថោកបានខ្ទង់ 1,200 1,300 វាអាចនឹងបើលុយកូរ៉េរៀងថ្លៃយើងក៏បានច្រើនតាមនឹងដែរអាស្រ័យលើអត្រាប្តូរប្រាក់បងប្អូនវាខ្ទង់ 1,200 1,300 លុយឥឡូវចាឥឡូវលុយកូរ៉េរៀងថោកហើយកន្លែងខ្លះមានម៉ោងថែមកន្លែងខ្លះទៀតក៏អត់មានម៉ោងថែមដែរគឺធ្វើចូលម៉ោង5ចេញម៉ោង8មួយថ្ងៃធ្វើ8ម៉ោងតែកន្លែងខ្លះទៀតមួយថ្ងៃធ្វើ10ទៅ12ម៉ោងអញ្ចឹងបងប្អូនធ្វើច្រើនម៉ោងលុយក៏បានច្រើនទៅតាមនឹងដែរណាបងប្អូនទាំងគ្នាហ្នឹងហើយមួយទៀតករណីដែលបងប្អូនយើងខ្លះមករដូវកាលគាត់ឆ្ងល់ថាមិនបានគេបើកលុយឲ្យអស់អញ្ចឹងគេបើកឲ្យតែបន្តិចតួចចាយហើយគេដាក់ទៅក្រសួងគេបាញ់ចូលក្រសួងអាហ្នឹងគាត់សួរចំណុចផ្ទាល់ចំណុចកន្លែងហ្នឹងបងប្អូនទាំងគ្នាណារឿងទី1ចាគឺគេបង្កក់លុយយើងដើម្បីកុំឲ្យបងប្អូនទាំងគ្នារត់ខុសច្បាប់គេខ្លាចព្រោះមានអ្នកខ្លះឡើងទៅគឺរត់ខុសច្បាប់អញ្ចឹងបងប្អូនអញ្ចឹងគេធ្វើអញ្ចឹងទៅលុយបងប្អូននៅនឹងពេលដែលដល់ថ្ងៃកំណត់ដល់ថ្ងៃចុះមកខ្មែរវិញគឺគេបើកឲ្យអស់ហើយតែសម្រាប់បងស្រីខ្ញុំផ្ទាល់
cứ cái lạnh quát cứ bạc lôi ở mỏng chả bạc ao dương ở mỏng mặc hai bánประมาณ pon cứ bạc ao สมัย ខ្លួន ở chả hay ở cái cắt tịch tuổi từ tam nâng chẳng từ nâng ấy anh ấy cứ miên tập bản nâng tề hay bông bông cho ấy ai comment kháng cáo xui cho mình và tham tiết phù tha ở bên khác nhưng cái top comment ở đây bông bông đấy comment cứ trang khăn mình tên comment không phê tại sao bông bông trong màu cái trái chả miên cá người chồng ngó cho nó chẳng tới nhưng tranh cho video sập bẹp pon cho mùi nắng bạc hai ca trong này ấy chả cứ lùm ắt được không đằng háo bông bông nội sẽ đạp tới mình cho gọi ai comment kháng cáo video cho mình bàn hai mũi tiết xa đã tương rùm lớp trong mau cửa rế bông ôn thời trăm tham miên tay cả xuông càng nghi nơi cọp sờ mũi cụt để ạch dọc bông ôn đọc lia mau cửa rế bán đòi sộp cho mắt số bạc hiếp mà rồi phù lỡ miên chun liệt đọc ca trăm bọc ra bông ôn đọc lia chào nè bà sân chịu bông ôn đọc lia át promo po miến pi đồ đời ca pi ca mà thơ ca sọc kê nâng thua đồ việc mách mau tam né át đăng cho bác cho được lại nâng tếประกอบជាបងប្អូនចាញ់បោកគេខ្លាចជាជនរងគ្រោះហើយព្រោះអ្នកចាំបោកច្រើនណាស់ហើយក៏មានបងប្អូនយើងចាញ់បោកគេអស់ច្រើនដែរខ្ញុំចែកម្លែករហូតបងប្អូនប៉ុន្តែវីដេអូពេលខ្លះវាអត់ដល់គាត់បានស្ដាប់ចឹងទៅចាធ្វើឲ្យគាត់យល់ខុសជឿគេចាញ់បោកគេម្នាក់អស់ 5000 4000 8000 រដូវកាលហ្នឹងណាតែគាត់ជឿតាមឃោសនារបស់គេក្រៅពីក្រសួងឯកជនខាងក្រៅមិនមែនក្រសួងហ៎បងប្អូន